บรอมเนี่ยนั่นคือกระพงแต่บางลานในตามเพลย์ไฮเวย์นะบาไฮลานระบบกอดนั่นคือลางแกออโต้โลหะดอมรอยมาเพย์รอยซามเนาะได้มายืมมันอาจจะเชียร์บานะให้ขณะเพย์นั่นคือปรางจวนก็มันซีไอ้ก็มันซีได้ให้กอดนั่นจับตามเพย์เมนเทนบุทาลานในปีมุกนั่นคือบางบอนั่นคือชราอันเมนเทนให้จำนางได้แต่กอดจะกระจายเตะของกับบางลานลอยได้นะบาคือว่าชวัดเตอชวัดเมาชวัดเตอชวัดเมาอย่างเตอให้ทัวร์เอาเนี่ยเดินในขางขนมลานแต่ประมาณนั้นบาคือเพย์ลูบไปลงเอาให้จำในประปนระบบกอดนั่นกับบานเนี่ยถ้าเจ้าบงไอ้บางลานเลื่อนแม่ต่อมานั่นก็กับบานชี้ยืมจะตรงเตอจมูกดังเชียง บច្ចេកទេសបរិយន្តចឹងណាហើយតែគណៈពេលនោះគឺអាជាងហ្នឹងទូរស័ព្ទអាជាងហ្នឹងក៏បានធ្លាក់ចូលទៅក្នុងប្រព័ន្ធបាត់ទៀតហើយតាក់ទងក៏មិនបានអីក៏មិនបានចឹងទៅណាចំណែកអ្នកដែលនៅក្នុងឡានហ្នឹងគឺចាប់ផ្ដើមភ័យបាទឆ្លន់ឆ្លោរវិធីសាស្ត្រក្នុងការដើម្បីធ្វើការដោះស្រាយទៅលើរថយន្តហ្នឹងដែលវាមិនអាចបញ្ជាបានចឹងណាបាទឈប់ក៏ឈប់មិនកើតជន់ប្រាំងក៏ជន់មិនកើតដែរបាទហើយមានតែជន់ហ្គាទៅលុតទៅមុខទៀតរហូតដល់ឡើង130 140នោះហូបងប្អូនឲ្យទៅបាទក៏ប៉ុន្តែទៅសើបរមម្នាក់ហ្នឹងគឺគាត់ជំនាញបើកបោណាបាទគឺគាត់គិតវាវផាច់តែម្ដងបងប្អូនណាហើយភ្លាមនោះឡានរបស់គាត់នោះក៏ទៅបានបុកទៅជាមួយនឹងទ្វារឡានបរោះម្នាក់ទៀតដែលឡានរបស់គាត់នោះគឺទៅទិញថ្មីណាមិនទាន់បានប្រមាណផងតែបានអប៉ែហ្នឹងគឺបុកដាច់ទ្វារបាត់ហើយគាត់ខឹងមែនទែនហើយបរោះម្នាក់នោះក៏បានធ្វើការបើកឡានដេញតាមមកហើយចំណែកមិត្តស្រីរបស់គាត់គាត់ថាអូបាយបើកលឿនម៉េចយើងទៅបើកលឿនយើងខឹងឡានយើងទៅទិញថ្មីហេតុអីក៏វាមកបុកទ្វារឡានរបស់យើងឡើងដាច់បាត់ចឹងទៅចំណែកមនុស្សដែលនៅខាងក្នុងរថយន្តហ្នឹងក៏ព្យាយាមធ្វើការតំណែងដើម្បីហៅទាំងគ្រូបន្ទាន់ដែរក៏ប៉ុន្តែគឺទៀតទៅមិនបានទេមិនដឹងជាយ៉ាងម៉េចទេចាត់ទុកថាសួយផងអីផងក៏មិនដឹងដែរហើយអារម្មណ៍នេះក៏អោនទៅក្រោមដើម្បីឆែកមើលថាការប្រព័ន្ធបច្ចេកវិទ្យារបស់រថយន្តចឹងណាហើយតែដល់ពេលហ្នឹងគឺរថយន្តរបស់គាត់ហ្នឹងក៏បានកិនទៅជាមួយនឹងដុំថ្មខ្ទាតមកហ្នឹងគឺបាត់ដាច់ទៅជាមួយនឹងគេហៅថាកញ្ចក់មើលក្រោយរបស់អាឡានអាប៉ែហ្នឹងមួយទៀតអូយគឺគាត់មានអារម្មណ៍ថាខឹងមែនទែនហើយគាត់ក៏បានឲ្យមិត្តស្រីរបស់គាត់ហ្នឹងកាន់កញ្ចក់ដល់អាបរោះហ្នឹងគឺបោកឡើងលឿនមែនទែនបាទលឿនមែនទែនដើម្បីទៅតាមអាឡានមួយហ្នឹងហើយគណៈពេលនោះបើកបដៅស្រែកបដាញ៉ៃបដាចាប់បចាប់ហ្នឹងក៏ជួអាចដាក់មាត់ចូលក្នុងមាត់នឹងប៉ក់តែម្ដងនិយាយពីថាសួយមែនទែនអាប៉ែមួយហ្នឹងគឺសួយមែនទែននិយាយទៅស្ដាច់សួយហ្មងលេងមកមើលអាក្នុងមនុស្សដែលនៅក្នុងរថយន្តពណ៌លឿនហ្នឹងគឺព្យាយាមទៅដោះនេះកកោកកាយឲ្យទាញបានស្អីមកដុំនេះមិនដឹងជាស្អីទេចេះទាញមកដើម្បីថាឲ្យឡានហ្នឹងវាឈប់ដំណើរការឬក៏វាឈប់ថាឡានហ្នឹងវាមិនឈប់ទៀតមិនដឹងជាធ្វើយ៉ាងម៉េចទេហើយចំណែកអាបរំនេះក៏មានចំនួនមួយថងទៅគោះតាប់ឡូហើយវាគាំងអេរប្រព័ន្ធ system អីវាមួយគោះចុះគោះឡើងហ្នឹងមានណាណោះទៅចេញអាបណ្ណាប់អាបាញ់ទឹកលាងកញ្ចក់លាងអីឆ្វេងឆ្វាញពេញតែកញ្ចក់ហ្នឹងចាំមើលបាទនេះចេញមកនោះណាគោះចុះគោះឡើងចេញទឹកពេញកញ្ចក់ទៅទឹកសម្បូរមើលផ្លូវមើលអីក៏មិនឃើញដែរមិនដឹងជាធ្វើម៉េចទេហើយគាត់ក៏បានធ្វើការបើកដបូលដើម្បីទៅជូតកញ្ចក់អញ្ចឹងណាបាទជូតកញ្ចក់អូមនុស្សនៅក្នុងឡានហ្នឹងគឺចាប់ផ្ដើមភ័យញីញ័រតែម្ដងបាទព្រោះថាមើលកញ្ចក់មើលអីលែងឃើញហើយបាទហើយទៅពាក់មួយហ្នឹងគឺតាក់ហ្នឹងវាបាញ់ចូលមុខរបស់វាក៏មិនដឹងធ្វើម៉េចហ្នឹងក៏បានយកអារូបជាមួយនឹងរូបគូណាក្បាលរូបគូពាក់ចុះពាក់ឡងហ្នឹងទៅបុកទៅជាមួយនឹងអាបារ៉ាស់គេចូលទៅកន្លែងផ្លូវណានៅចូលក្នុងព្រៃនៅកន្លែងកម្មវិធីគេណាអូមនុស្សម្នាច្រើនហ្នឹងគឺកំពុងតែផិតភ័យមែនតើបាទបុកចូលវឹបហ្នឹងស្រីម្នាក់នេះកំពុងផ្លាស់កៅហើយមិនក៏ធ្លុះចូលទៅក្នុងចកាពោតបាទដល់ចកាពោតហ្នឹងក៏លែងទៅមុខអូគេថាអានលែងទៅមុខហើយលែងភ័យចៃដនអីហ្នឹងគឺមានយាយតាពីអ្នកប្រិយប្រពន្ធហ្នឹងក៏បានដកកណោចេញហ្នឹងធ្វើឲ្យឡានហ្នឹងគឺឈ្មោលទៅមុខទៀតហើយបាទឆ្លងកាត់ចកាពោតចុះឡើងហ្នឹងក៏ចូលទៅដល់ផ្លូវថ្នល់ហ្នឹងវិញហើយចំណែកអាបរោះម្នាក់ដែលឡានដែលគាត់ឡានបាក់ទ្វារឡានអីហ្នឹងក៏ចាំមើលថាជួយអាប៉ែហ្នឹងវាបើកទៅណាលឿនម៉េះកំពុងអាគិតតែអាហ្នឹងវ៉ាវវឹបយកតែម្ដងជួយមកបាទអញត្រូវទៅតាមបាទពេលនោះគឺអាបរោះម្នាក់ហ្នឹងគឺព្យាយាមតាមមែនទែនបាទហើយចំណែកអាបរោះម្នាក់នេះគឺកំពុងព្យាយាមទប់ចកោតណាបាទទប់ចកោតទៅលើវាដូរតកង់ចាប់តាមទៅដូរគាត់ដូរតកង់កុយបាច់ក្តៅគូតអូមិនធម្មតាទេគឺក្តៅគូតភ្លាមនោះមិនដឹងជាមានសត្វពេញពីងសត្វអាពីងហ្នឹងមកពីណាទេទុំនៅលើក្បាលយាយហ្នឹងនេះបាទហើយខណៈពេលនោះគឺកូនស្រីរបស់គាត់ក៏បានយកទៅផៅហ្នឹងទៅវាយជាមួយនឹងពីងហ្នឹងផ្លាប់មកតែម្ដងបាទហើយក៏ឆ្កឹះពីងហ្នឹងឆ្កឹះតម្លាក់ចេញទៅក្រៅហើយពេលដែលតម្លាក់ចេញទៅក្រៅហ្នឹងក៏ទៅបានទុំទៅជាប់ជាមួយនឹងមុខអាបរោះម្នាក់ដែលជិះរថយន្តស្ពណ៌ណាបាទនិយាយពីថាប៉ែហ្នឹងគឺសយមែនតើក៏វាខ្វាច់ហ្នឹងទៅចូលទៅក្នុងកន្លែងប្រពន្ធគាត់ហើយធ្វើឲ្យឡានហ្នឹងគឺរេចកោតមែនតើបាទរេចកោតហ្នឹងអូព្រះហើយប៊ីសទៅបុកជាមួយនឹងរថយន្តដែលបានដឹកដែកណាធ្វើឲ្យជុងអីចឹងទៅបាទអូ my god បាទគឺពិតជាសំណាងមែនទែនក៏ប៉ុន្តែអ្វីដែលជាអកុសលបំផុតនោះគឺឡានរបស់គាត់ធ្វើបានរវល់កញ្ចក់ទៅមួយទៀតហើយបាទត្រង់ចំណុចកន្លែងនេះគឺឡានរាប់តម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារហ្នឹងគឺទៅបានខូចខ្ទេចអស់ហើយចំណែកប្រពន្ធរបស់គាត់ប្រពន្ធយើងនិយាយទៅថាសង្សាររបស់គាត់ចឹងណាបាទมันអស់ចិត្តប៉ុណ្្នឹងទេគឺពាក់ជាមួយនឹងអាស្រមមុខហ្នឹងដេញតាមទៀតបងប្អូនដេញតាមអាឡានលឿងមួយហ្នឹងណាស្របពេលដែលប៉ូលីសកំពុងតែធ្វើការសម្របសម្រួលក៏ដូចជាដោះស្រាយបញ្ហាហ្នឹងតែអាឡានពណ៌ផ្កាឈូកហ្នឹងមកពុតប៉ូលីសហ្នឹងធ្វើឲ្យប៉ូលីសហ្នឹងដួលម៉ូតូក្រាំងតែម្ដងហើយចំណែកអាបរំនេះគឺព្យាយាមធ្វើការដកផ្ដាច់ជាមួយប៊ូតុងរ៉ាដាប្រព័ន្ធ system ឡានអញ្ចឹងតែបើដកផាច់មកគឺមានបានកើតណាមានណាលវាវអាកុងតាក់ហ្នឹងបាត់
ហើយភ្លាមហ្នឹងអាឡានពណ៌ផ្កាឈូកហ្នឹងក៏បានមកបុកគូតឡានរបស់គាត់ចឹងនោះប៉ាំងតែម្ដងធ្វើឲ្យអ្នកនៅក្នុងឡានហ្នឹងគឺភ័យមែនទែនបាទចាំមានរឿងអីកើតឡើងបាទហើយគាត់ក៏បានមើលតាមកញ្ចក់ក្រោយទៅថាយីចុះឡានមួយហ្នឹងគឺមកពីណាមកដេញបុកគាត់ហ្នឹងបាទឡានកំពុងតែមិនអាចឈប់បានផងហ្នឹងគឺកំពុងតែជាប់លបឿនហ្នឹងហើយមកដេញបុកហើយចំណាបរោះម្នាក់ហ្នឹងក៏បានបើកគៀជាមួយនឹងអារថយន្តហ្នឹងគឺទៅជាប់ទៅជាងហ្នឹងតែម្ដងណាបាទជន់ក៏មិនកើតអីក៏មិនកើតចឹងទៅហើយអាបរោះហ្នឹងឡានរបស់គាត់ហ្នឹងក៏លែងទៅមុខមិនដឹងជាអស់ព្រេងអស់សាំងខូចអីទេក៏លែងទៅមុខចឹងទៅហើយគាត់ហ្នឹងគឺខឹងមែនទែនចុះមករត់ដេញផងជេរផងអីផងស្រាប់គណៈពេលនោះគឺឡានរបស់គាត់នោះក៏បានហូរសាំងពីខាងក្រោមឆាបឆេះផ្ទុះខ្ទេចតែម្ដងនិយាយទៅគឺឡានហ្នឹងគឺมันអាចសង្គ្រោះបានទេគឺខូចខ្ទេចតែម្ដងបាទហើយគណៈពេលនេះគឺឡានខាងប៉ូលីសហ្នឹងក៏បានមកដល់បាទគឺគាត់បាក់ដាក់ពីមុខឡានអាពណ៌លឿងហ្នឹងណាបាទដើម្បីជន់ពាំងដើម្បីទប់មើលថាបន្ថយលបឿនអាឡានពណ៌លឿងហ្នឹងក៏ប៉ុន្តែអាឡានហ្នឹងគឺអត់ឈប់ទេលបឿនគឺនៅតែលឿននៅតែទៅមុខចឹងទៅបាទមិនដឹងថាឡានហ្នឹងគឺវាមានបញ្ហាអីទេជាប់ទៅជាមួយនឹងប្រព័ន្ធវាហើយយ៉ាងម៉េចទេបានជាឡានហ្នឹងគឺជន់ប្រាំងក៏មិនកើតប្រឈប់ក៏មិនកើតបលុតក៏មិនបានអីក៏មិនបានចឹងណាបាទហើយគណៈពេលនោះហ្នឹងគឺខាងប៉ូលីសហ្នឹងក៏បានជួយសង្គ្រោះមនុស្សបាទគឺឲ្យចេញពីខាងក្នុងរថយន្តហ្នឹងវិញបាទគឺគេឲ្យឡើងទៅជាមួយនឹងរថយន្តខាងប៉ូលីសណាបាទទាំងម្ដាយទាំងកូនទាំងប្រពន្ធបាទប្រពន្ធហ្នឹងដូចជាមានផ្ទៃពោះទៀតហើយហងបាទហើយចំណែកហ្នឹងគឺម៉ោងនាទីហ្នឹងមិនដឹងថាយ៉ាងម៉េចទេម៉ោងនាទីហ្នឹងគឺម៉ោងនាទីដែលត្រូវឡានខូចឡានផ្ទុះមិនដឹងអីមិនដឹងទេបាទហើយប្តីប្រពន្ធរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមធ្វើការសង្គ្រោះបាទតាមរយៈហេលីកុបទ័របាទដោយសារគាត់មានការថានេះណាបាទពោះធំណាបាទហើយប្តីរបស់គាត់ហ្នឹងក៏ឃើញប្រពន្ធជួយសង្គ្រោះហើយហ្នឹងក៏សប្បាយចិត្តចឹងទៅបាទហើយចំណែកនាទីនេះមិនដឹងថាជានាទីស្អីទេបាទគាត់ក៏ជន់វាបន្ថែមវឹងទៅតែម្ដងបានទម្លុះទៅជាមួយនឹងបារះរបស់គេបាទបារះរបស់គេហ្នឹងគឺអូកន្លែងនេះគឺជាកន្លែងដែលគេធ្វើស្ពានណាបាទធ្វើស្ពានឆ្លងបាទហើយអ្វីដែលជាសារចុងក្រោយគាត់ក៏បានផ្ញើសារផ្ដាំទៅប្រពន្ធរបស់គាត់ថាគាត់ឆ្លាញ់គ្រូសារបស់គាត់ឆ្លាញ់ប្រពន្ធរបស់គាត់ណាហើយគាត់ក៏បានបើកឡានទម្លាក់ចូលទៅខាងក្នុងទឹកទន្លេទឹកសមុទ្រហ្នឹងបាត់ទៅ